ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះគឺបាទដើរទៅផ្សារបាទហើយវីដេអូនេះថតទុកយូរដែរអត់ទាន់បានកាត់ឥឡូវមួយឆ្លៀតកាត់ឲ្យហើយវាដោយសារតែពេលហ្នឹងខ្ញុំនៅសមាគមឥឡូវខ្ញុំចូលធ្វើការអញ្ចឹងខ្ញុំអត់សូវមានពេលដែរអញ្ចឹងឥឡូវស្ដាយក៏កាត់វីដេអូបងប្អូនមើលសកម្មភាពពេលដែលខ្ញុំមកដល់ប្រទេសជប៉ុននៅសមាគមទៅអីខ្លះអញ្ចឹងណានឹងពេលខ្ញុំនៅសមាគមគឺខ្ញុំត្រូវដើរទៅទិញម្ហូបទិញអីដែលខ្លួនឯងហើយអត់មានអីជីទេមិនដូចនៅខ្មែរយើងណាចង់ជិះbooking pass app គឺនៅនេះអត់មានទេមានតែកង់ហ្នឹងដូចម៉ូតូយើងអញ្ចឹងណាតែខ្ញុំនៅសមាគមគេអត់ទាន់ឲ្យកង់ជិះទេតោះខ្ញុំមកក្រុមហ៊ុនបានតកែឬក្រុមហ៊ុនគាត់ទិញកង់ឲ្យជិះតែបើខ្ញុំនៅសមាគមឡើយបងប្អូនខ្ញុំជិះសមាគមនេះអញ្ចឹងទិញអីយ៉ាងទិញក្នុង3ថ្ងៃខ្ញុំមកទិញទៀតហើយហូបនេះថ្លៃដែរក្នុងហ្នឹងថ្លៃ200បានគាត់ហើយទិញទៅបងមកគេនៅនេះឆ្ងាញ់ថ្លៃដែរទឹកពុតថ្លៃឆៅនេះគឺអស់ដល់ណាដល់កង់ទៀតនៅនេះថ្លៃជាងទៀតសាច់ទៅសាច់គោថ្លៃមានសាច់គោនេះថ្លៃ1000ជាងទេមានសាច់គោទៅដល់ខ្ញុំនេះទិញតែអានមកឯងទិញកាសាច់មាន់ហើយសាច់ជ្រូកឯងទៅបាត់ហើយចង់ទិញនឹងថ្លៃដែរ300ជាងមីនេះធ្លាប់ហូបផ្ទាល់ឆ្ងាញ់ទិញប្រៃតិចតែឆ្ងាញ់គេវានឹងអាចជាសាទិញទៅហូបកើតសល់ចាប់បដល់ចិត្តចេញពីសមាគមអី5គីឡូណា10គីឡូជានេះ10គីឡូពីមកគោបន្ទាប់ពីមកផ្សារវិញក៏ឆ្លៀតធ្វើម្ហូបហើយធ្វើម្ហូបថ្ងៃនេះគឺឆាខ្ញីអត់មានធ្វើអីវែងឆ្ងាយទេដោយសារធ្វើអីងាយចាប់បានហូបចឹងណាដោយសារតែនៅនេះរៀងខ្វះគ្រឿងតិចយើងនៅប្រទេសជប៉ុនអត់ដូចនៅខ្មែរយើងចង់ហូបអីបាននឹងចឹងណានេះរៀងពិបាកគឺពេលខ្ញុំនៅសមាគមនឹងអត់មាននេះក្រៅពីឆាទេតើពេលដែលខ្ញុំចេញមកទៅការបានខុសពីឆាខ្លះស្លោបាននេះបានចឹងណាដោយសារតែមានផ្សារអាស៊ីយើងចឹងទៅយើងអាចមានគ្រឿងបានប្រហែល 70% ដែរចឹងយើងស្រួលហើយនឹងសកម្មភាពពេលខ្ញុំនៅសមាគមដូចខ្ញុំនិយាយតាំងពីដើមវីដេអូចឹងបងប្អូនហើយវីដេអូនេះក៏អត់វែងដែរបាទចិត្តបញ្ចប់ហើយចឹងក៏សូមអរគុណបងប្អូនហើយក៏សូមជូនពរអ្នកបងប្អូននៅជប៉ុនទាំងអស់គ្នាសំណាងល្អដូចគ្នាអរគុណច្រើន